ចង់ចេះពីរបៀបបើក overlay នៅក្នុង frame ត្រូវការបើក overlay នេះមានការពេញនិយមប្រើជាខ្លាំងនៅក្នុង website ជាមួយនឹង application ផ្សេងៗហើយនេះជាឧទាហរណ៍ដែលយើងបើក overlay នៅពេលដែលយើងចង់ swap ភាសានៅចាំដល់ការទៀតយើងមកសាកធ្វើទាំងអស់គ្នាដំបូងគឺយើងចូលមកកាន់ website Figma របស់យើងនៅត្រង់នេះគឺខ្ញុំបានបង្កើត frame មួយឥឡូវគឺយើងសរសេរអក្សរដើម្បីចំណាំថានេះគឺជា frame អ្វីកន្លែងនេះបងប្អូនអាចធ្វើជា text ក៏បានឬក៏អូស icon យកមកដាក់ដូចខ្ញុំក៏បានដែរខ្ញុំនឹងលើកឧទាហរណ៍ដែលធ្វើពីរបៀប swap page ជាមួយនឹងបើក overlay បន្ទាប់មកគឺយើង copy frame នោះដើម្បីដាក់ទៅជាអក្សរខ្មែរវិញគឺយើង swap ពីអក្សរអង់គ្លេសទៅអក្សរខ្មែរកន្លែងនេះគឺជា frame មួយដែលយើងដាក់ដើម្បីបើក overlay គឺបងប្អូនអាចរៀនធ្វើតែខ្លួនឯងបាននេះគឺជាឧទាហរណ៍ដែលខ្ញុំបានធ្វើរួចគឺយើងមានទង់ជាតិខ្មែរជាមួយនឹង check box គឺនេះគឺជា icon ទេហើយក៏យើងមាន text នៅក្នុងនោះដែរដើម្បីបញ្ជាក់អញ្ចឹងបន្តិចទៀតយើងនឹងរៀនពីរបៀប swap photo type គឺនៅពេលដែលខ្ញុំចង់ចុច icon រូបភាសាគឺចង់ឲ្យវាបើក overlay អញ្ចឹងកន្លែងនេះគឺយើងដាក់ on tab ដើម្បីយើងចុចនៅលើ icon នោះទៅគឺវាដំណើរការហើយយើងដូរ action ទៅដាក់ open overlay វិញរីឯកន្លែង position វិញគឺអ្នកទាំងអស់គ្នាអាចដាក់តាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំគឺដាក់ bottom center ហើយកន្លែងដែលខ្ញុំ click នេះគឺនៅពេលដែលយើង click អីផ្សេងក្រៅពីកន្លែងហ្នឹងគឺវាត្រូវបិទ overlay នឹង auto បន្ទាប់មកគឺកន្លែង animation អញ្ចឹងយើងយកគោលដៅពីក្រោមទៅលើអញ្ចឹងនៅពេលដែលវា pop up គឺវា open overlay ពីក្រោមមកលើដូចគ្នារីឯចំណែកកន្លែង back នេះគឺយើងដាក់ close overlay អញ្ចឹងនៅពេលដែលយើងចុចអក្សរ back ហ្នឹងទៅគឺវាបិទ overlay នៅក្នុង frame ដែលយើងកំពុងតែបើកនោះកន្លែងនេះគឺយើងភ្ជាប់ icon ទៅ frame មួយទៀតដើម្បីយើងបដូរពីភាសាអង់គ្លេសទៅភាសាខ្មែរគឺកន្លែងនេះគឺយើងដាក់ navigator ដើម្បីបដូរពី frame មួយទៅ frame មួយទៀតអញ្ចឹងខាងអង់គ្លេសគឺយើងធ្វើហើយឥឡូវមកដល់ខាងខ្មែរវិញនៅពេលដែលខ្ញុំ click icon ខ្ញុំចង់ឲ្យវា open overlay ដែរអញ្ចឹងយើងត្រូវដាក់ open overlay គឺរំនាំគឺដូចខាងអង់គ្លេសដែរគឺយើងដាក់ move in ដូចគ្នាខ្ញុំចង់ឲ្យវាបើកពីក្រោមអញ្ចឹងកន្លែងនេះនៅពេលដែលគេ click check box របស់អង់គ្លេសគឺខ្ញុំចង់ឲ្យវា navigate ទៅ frame របស់អង់គ្លេសវិញអញ្ចឹងឥឡូវគឺយើងមកសាកដំបូង run ទាំងអស់គ្នានេះគឺជាសមិទ្ធផលដែលយើងបានធ្វើអញ្ចឹងដូចដែលខ្ញុំនិយាយខ្ញុំនៅពេលដែលខ្ញុំ click icon ភាសាគឺវា load overlay មកអញ្ចឹងនៅពេលដែលខ្ញុំ click អីផ្សេងគឺវាបិទ overlay នេះប៉ុន្តែវានៅក្នុង frame ដដែលអញ្ចឹងឥឡូវគឺយើងស្វែងរក swap គឺយើង click check box អក្សរខ្មែរគឺវា load ទៅអក្សរខ្មែរនេះក៏ព្រោះគឺយើងដាក់ navigator មិនមែនជា overlay សូមអរគុណជប់សិនអ្នកទាំងអស់គ្នាខ្ញុំក៏មានដំណឹងល្អប្រាប់អ្នកទាំងអស់គ្នាដែរសម្រាប់បងប្អូនដែលមានចំណារអារម្មណ៍លើ UX UI design នៅ SC Academy កំពុងតែចែកអាហារូបករណ៍រហូតដល់ 100% សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ SC Academy បានសូមអរគុណ